បាទសួស្តីបងប្អូនដែលគ្រប់គ្រងខ្ញុំហែមសុភ័ណ្ឌជាអ្នកប្រទេសទេសចរប្រចាំជាតិកម្ពុជាក៏ដូចជាអ្នកចងក្រងសិភៅអ្នកប្រទេសអាណាចក្រអង្គរ Go Kingdom Guidebook និងសិភៅអ្នកប្រទេសភាសាបារាំងខ្មែរជាទីគោរពជាទីរាប់អាននៅក្នុងវីដេអូឃ្លីបនេះខ្ញុំសូមបង្ហាញអំពីសកម្មភាពអ្នកប្រទេសទេសចរក៏ដូចជាសកម្មភាពទេសចរដែលគាត់ធ្វើដំណើរមកតាមរយៈកណូតមកពីប្រទេសវៀតណាមមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកិច្ចការងារបឋមរបស់អ្នកប្រទេសទេសចរបន្ទាប់ពីបានទទួលព័ត៌មានក៏ដូចជាទទួលនៅកម្មវិធីពីភ្ញៀវតាមរយៈក្រុមហ៊ុនទេសចរជាអ្នករៀបចំរួចមកគឺអ្នកប្រទេសទេសចរបានណាត់ជាមួយនឹងតកងឡានដើម្បីនាំគ្នាមកទទួលភ្ញៀវនៅឯផែនៅឯទីក្រុងភ្នំពេញមានក្រុមហ៊ុនកណូតមួយចំនួនដែលជាអ្នកទទួលភ្ញៀវពីវៀតណាមមកកាន់ប្រទេសកម្ពុជាហើយចំពោះម៉ោងជាក់លាក់គឺមានចាប់ពីម៉ោង11រហូតដល់ម៉ោង2ម៉ោង3ទៅតាមជើងនីមួយៗអញ្ចឹងមានជើងច្រើនប៉ុន្តែទោះយ៉ាងណាក្តីមគ្គុទ្ទេសក៍ទេសចរអត់បានដឹងថាតើភ្ញៀវគាត់មកដល់នៅវេលាម៉ោងណាជើងណាឲ្យប្រកាសនោះទេដូច្នេះមគ្គុទ្ទេសក៍ទេសចរត្រូវតែណាត់ជាមួយតកងឡានចេញពីសន្តាគារដែលភ្ញៀវស្នាក់នៅដើម្បីមករងចាំជាមុនយ៉ាងហើយក៏1ម៉ោង2ម៉ោងដែរបាទពេលដែលមកដល់នៅផែភ្នំពេញមគ្គុទ្ទេសក៍ទេសចរបានប្រញាប់ប្រញាល់ដើម្បីសម្លឹងមើលថាតើកណូតភ្ញៀវបានមកដល់ហើយឬនៅបើពួកគាត់បានឃើញកណូតរបស់ភ្ញៀវចុះចតពួកគាត់បាននាំគ្នាមកជួបជុំដើម្បីលើកផ្លាកឈ្មោះភ្ញៀវអញ្ចឹងសូមមើលសកម្មភាពរបស់មគ្គុទ្ទេសក៍ទេសចរក៏ដូចជាតកងឡានមួយចំនួនដែលគាត់បានមកទទួលភ្ញៀវដោយគ្មានមគ្គុទ្ទេសក៍ទេសចរនៅពេលដែលពួកគាត់បានលើកសញ្ញាឬក៏ផ្លាកភ្ញៀវដើម្បីឲ្យឃើញគ្នាហើយភ្ញៀវនៅពេលដែលបានឃើញផ្លាកសញ្ញាភ្ញៀវក៏បានចង្អុលឬក៏បានដើរមកកាន់មគ្គុទ្ទេសក៍ទេសចរឬក៏អ្នកបើកបរដែលកាន់ផ្លាកឈ្មោះរបស់ភ្ញៀវដែលក្រុមហ៊ុនបានសរសេរទុកឲ្យបន្ទាប់ពីបានជួបគ្នាការធ្វើបដិសណ្ឋារកិច្ចរវាងមគ្គុទ្ទេសក៍ទេសចរនិងអ្នកដឹកភ្ញៀវបានចាប់ផ្ដើមហើយក្នុងគណៈពេលដែលមានការណែនាំខ្លួនអំពីមគ្គុទ្ទេសក៍ទេសចរក៏ដូចជាអ្នកបើកបររួចមកគឺពួកគេបានពិនិត្យលើអីវ៉ាន់របស់ភ្ញៀវតើមានអីវ៉ាន់មកគ្រប់គ្រាន់ហើយឬនៅឬក៏រំលាក់ពីទុកឬក៏កណូតគ្រប់គ្រាន់ហើយឬនៅបន្ទាប់ពីនោះហើយមកប្រសិនបើភ្ញៀវណាដែលមានអីវ៉ាន់ច្រើនអញ្ចឹងមគ្គុទ្ទេសក៍ទេសចរឬក៏អ្នកបើកបរជួយអូសភ្ញៀវអីវ៉ាន់ភ្ញៀវឬក៏អាចជួលកម្មករនៅទីនេះដើម្បីជួយលើកអីវ៉ាន់ភ្ញៀវឬក៏វ៉ាលីភ្ញៀវយកទៅខាងផ្នែកខាងលើដើម្បីដាក់ក្នុងរថយន្តបន្ទាប់ពីណាត់ជួបជាមួយតកងឡាននៅផ្នែកខាងលើរួចហើយឬក៏ឡើងរថយន្តហើយចឹងទាំងភ្ញៀវទាំងមគ្គុទ្ទេសក៍ទេសចរទាំងអ្នកដឹកភ្ញៀវដែលមកទទួលភ្ញៀវនោះនាំគ្នាធ្វើដំណើរទៅកាន់សន្តាគារដែលភ្ញៀវស្នាក់នៅរៀងខ្លួនខ្ញុំហែមសុភ័ណ្ឌជាមគ្គុទ្ទេសក៍ទេសចរថ្នាក់ជាតិប្រចាំប្រទេសកម្ពុជាសូមធ្វើការបញ្ចប់ត្រឹមសកម្មភាពមគ្គុទ្ទេសក៍ទេសចរឬក៏អ្នកដឹកភ្ញៀវបានមកទទួលភ្ញៀវនៅឯផែនៅភ្នំពេញសូមរងចាំតាមដានជាមួយវីដេអូឃ្លីបរបស់ខ្ញុំអំពីសកម្មភាពភ្ញៀវទាំងឡាយនៅក្នុងវិស័យទេសចរក៏ដូចជាសកម្មភាពការងាររបស់មគ្គុទ្ទេសក៍ទេសចរអាជីពនិងអ្នកបើកបរនៅវីដេអូឃ្លីបជាបន្តបន្ទាប់អរគុណច្រើនបងប្អូនសម្រាប់ការគ្រប់គ្រងអានសៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook និងសៀវភៅមគ្គុទ្ទេសក៍ប្រាសាទបុរាណខ្មែរ